ថៅកែតើត្រូវការកូនឈ្នួលទេអត់ទេទុកខ្ញុំតូចខ្ញុំធ្វើតែអញបានហើយប្រាក់ខែតិចក៏បានដែរពូលីសែងលាងចានរត់ការបានទាំងអស់ឯងអាយុប៉ុន្មានហើយមើលទៅក្មេងសោះមិនក៏ចេញធ្វើការបាត់ទៅហើយ19ឆ្នាំហើយមិននៅរៀនមកធ្វើកម្មករផ្សារអីឯងត្រូវសាលាដេញចេញមែនទេអត់ទេមកពីផ្ទះក្រគ្មានលុយរៀនទើបខ្ញុំឈប់ខ្លួនឯងឃើញអានឹងទេរ៉ូហ្វឺគំនោសម្រាមណៃណាមិនខ្ពើមទេអីរបស់ទាំងនេះស្អុយចង់ងាប់គេគ្រាន់តែធំក្លិនក៏ដើរចេញបាត់ទៅហើយស្មោកគ្រោកខ្លាច់អីក្រទៅគួរឲ្យខ្មាស់គេពូបើខ្ញុំខ្ពើមរបស់ស្មោកគ្រោកសំបីតែមួយរៀលនេះក៏ខ្ញុំរកមិនបានដែរមិននឹកស្មានថាឯងចេះទ្រាំលំបាកសោះខំប្រឹងធ្វើការទៅក៏ព្រោះតែជីវភាពវាបង្ខំដែរខ្ញុំមិនអាចទុកឲ្យម៉ែរ៉ាប់រងគ្រួសារតែម្នាក់ឯងទេឯងពិតជាកូនកញ្ញោមែនឲ្យតែហ៊ានធ្វើច្បាស់ជាទទួលបានជីវិតដែលចង់បានមិនខាននោះជាកូនផ្ទះណាគេនឹងក៏យករបស់បែបហ្នឹងមកបោះចោលអញ្ចឹងចង់ងាប់ហើយដូចជាកូនច្បងត្រកូលឈិនឈ្មោះសាំងតុងនោះអីយឺថាឈប់រៀនហើយឈប់រៀនដើម្បីមកចោលគ្រឿងក្នុងកូននឹងណាម៉ែវាខំបញ្ជូនឲ្យរៀនប្រហែលឆ្នាំនេះអត់រៀនចុះរៀនឡើងចុងក្រោយមកធ្វើអ្នកចោលគ្រឿងក្នុងកូនអូយគួរឲ្យស្ដាយណាស់ការរៀនដូចជាលទ្ធផលល្អគួរសម្ដែងតាកូនខ្ញុំរៀនថ្នាក់ជាមួយវានឹងរបស់បែបហ្នឹងនរណាគេស៊ីទៅឲ្យឆ្កែស៊ីក៏វាខ្ពើមដែរខ្ញុំប្រាប់ចុះនៅតាមផ្លូវយើងនេះគ្មានអ្នកណាយកទេសូម្បីតែអ្នកសុំទានក៏មិនប៉ះដែរពូខ្ញុំមិនស្រេកទេពូផឹកចង់កុំខ្វល់ពីសម្ដីពួកនឹងពេកមីងអស់នឹងគាត់ទំនេរពេកថ្ងៃគិតតែពីនិយាយដើមគេពេញទីផ្សារពូរបស់អស់នេះពិតជាគ្មានអ្នកណាយកមែនទេគ្មានទេសាច់លក់អស់ហើយគ្រឿងក្នុងទាំងនេះគឺត្រូវបោះចោលទាំងអស់ពូតែខ្ញុំសុំរបស់នេះមួយឈុតបានទេឯងយកវាទៅធ្វើអីយកទៅឲ្យឆ្កែស៊ីមែនអត់ទេខ្ញុំចង់សាកយកវាទៅធ្វើម្ហូបមើលខ្ញុំធ្លាប់សាកហើយវាឆ្អាបខ្លាំងណាស់ស៊ីមិនកាត់ទេបើឯងចង់បានយកទៅចុះយ៉ាងណាក៏គ្មានអ្នកយកដែរសាំងតុងអញកាន់អីនៅនឹងដៃហ្នឹងក៏ស្រក់ទឹកតក់អញ្ចឹងគឺគ្រឿងក្នុងគោរបស់គ្មានអ្នកណាយកនៅផ្សារគេឲ្យទេឯងយកអានឹងមកធ្វើអីរបស់នឹងញ៉ាំកាត់ដែរសាកមើលសិនទៅក្រែងលោវាបានទៅនិយាយគ្នានៅមុខផ្ទះខ្ញុំទៅអូខេឯងមិនទិញសាច់គោទេមកយកអានឹងធ្វើអីគ្រឿងក្នុងក៏ជារបស់នៅលើខ្លួនគោដែរហេតុអីបានគ្មានអ្នកញ៉ាំអញ្ចឹងបើអាចធ្វើឲ្យឆ្ងាញ់ដូចសាច់គោមិនប្រកាសថាអាចរកលុយបានខ្លះក៏ថាបានគុំនិតឯងនេះពិតជាខុសពីគេមែនប៉ុន្តែរបស់នេះក្លិនឆ្អាបវាពិបាកបំបត្តិណាស់អញគិតគូររួចហើយនៅថាកំចាត់ក្លិនយ៉ាងម៉េចខ្ទឹមខ្ញីខ្ទឹមស្នឹងស្រះខ្ញុំធ្លាប់ឃើញម៉ែខ្ញុំដាក់វាពេលខ្សាច់តែប៉ុន្តែប៉ុណ្ណឹងប្រហែលមិនគ្រប់ទេខ្ញុំត្រូវគិតរកវិធីផ្សេងទៀតសិនចុះបើឯងគិតមិនចេញនោះអញ្ចឹងមានតែគិតរហូតនឹងឯងយ៉ាងណារបស់នេះមិនអស់លុយទេបើប្រាជ័យក៏មិនខាតដែរក៏ម្យ៉ាងដែរអញ្ចឹងឯងគិតសិនទៅហើយខ្ញុំត្រូវទៅផ្ទះសិនហើយតាមផ្លូវប្រយ័ត្នប្រយែងផងដឹងហើយបើឯងធ្វើបានសម្រេចខ្ញុំនឹងជួយភ្លក់មើលល្អខ្លាចតែឯងមិនហ៊ានញ៉ាំឲ្យតែឯងហ៊ានធ្វើខ្ញុំក៏ហ៊ានញ៉ាំដែរយ៉ាងច្រើនត្រឹមតែឈឺពោះឯងនៅចាំកំដរខ្ញុំអង្គុយក្នុងបង្គន់ទៅបងកំពុងស្លៃនឹងស្អុយណាស់ឆ្អាប់ពេញមួយច្រកផ្លូវនឹងហើយមិនបានទេត្រឹមតែប៉ុណ្ណឹងមិនអាចបំបត្តិក្លិនឆ្អាបបានឡើយក្លិនបែបនេះកុំថាឡើយយកទៅលក់សំបីខ្លួនឯងក៏លេបមិនចូលដែរខ្ញុំកំពុងនិយាយជាមួយបងណាទាំងហើយមកវិញហើយចង់មកភ្លក់អានឹងបន្តិចខ្ញុំមិនចង់ទេស្អុយចង់ងាប់ហើយអាល្អិតនេះឯងក៏ចេះខ្ពើមដែរប៉ុន្តែវាពិតជាពិបាកញ៉ាំមែនបងឬមួយក៏ឈប់ធ្វើទៅរបស់នេះប្រហែលជាពិតជាញ៉ាំមិនកាត់ទេបើញ៉ាំកាត់អ្នកនៅទីនេះគេញ៉ាំតាំងពីយូរមកហើយមិនចាំបាច់ដល់វេនបងមកធ្វើនោះទេសាច់គោគេញ៉ាំបានចុះហេតុអីគ្រឿងក្នុងគោយកមកញ៉ាំមិនបានតែជារបស់នៅលើខ្លួនគោដូចគ្នាក៏ជាមកពីវិធីសាស្ត្រខ្ញុំមើលទៅក៏ដឹងថាមិនឆ្ងាញ់កុំថាឡើយដល់ថ្នាក់ភ្លក់ត្រូវហើយមិនត្រឹមតែត្រូវធ្វើឲ្យឆ្ងាញ់ថែមទាំងត្រូវមើលទៅគួរឲ្យចង់ញ៉ាំទៀតផងចិត្តសន្លប់ដោយសារក្លិនស្អុយហើយជប់ផ្ទះធ្វើហើយចាំឲ្យឯងភ្លក់ទៀតល្អហើយក្លិននេះវាឈ្ងុយណាស់មិនមែនប្រៃធម្មតាទេគឺប្រៃលីផ្អែមតិចហើយរៀងផ្អែមបន្តិចទៀតប្រហែលជាអាចបិទបាំងក្លិនឆ្អាបបានហើយមើលទៅសាកម្ដងទៀតមើលលើកនេះបើសិនជានៅតែមិនបានទៀតខ្ញុំនឹងព្រមចុះចាញ់ហើយឈ្ងុយណាស់លែងមានក្លិនឆ្អាបហើយលើកនេះប្រកាសជាគ្មានបញ្ហាទេពិតជាឆ្ងាញ់មែនមើលទៅលើកនេះគឺកំប្រូនមិនតាន់គេងទៀតម៉ោងប៉ុន្មានហើយមេឃចិត្តភ្លឺហើយណាម៉ែប្រញាប់មកភ្លក់នេះបន្តិចមើលនេះជាស្អីហ្នឹងឈ្ងុយគូសំតាម៉ែឆាប់ភ្លក់ទៅនេះកូនជាអ្នកធ្វើមែនទេបាទកូនសាកល្បងមួយយកទៅធ្វើច្រើនដងណាស់ទើបបានសម្រេចបែបនេះរសជាតិយ៉ាងម៉េចដែរកូនដាក់គ្រឿងអីខ្លះហ្នឹងទៅហ៊ូប្រៃនិងផ្កាច័ន្ទសំបកអាកាសយ៉ានិងសំបកក្រូចឆ្មាគឺរបស់ប៉ុន្មានមុខដែលកូនទៅទិញនៅហាងលើកមុនហ្នឹងគឺឆ្ងាញ់មែនមិនឆ្អាបសោះរសជាតិរៀងផ្អែមតិចហើយប្រៃបន្តិចញ៉ាំហើយនៅជាប់មាត់ឈ្ងុយឆ្ងាញ់ទៀតនៅក្នុងនេះមានដាក់ផ្កាពាក់កាក់ដែរទេអត់ទេម៉ែកូនដាក់តែសំបកក្រូចនិងស្ករបន្តិចទេកូនភ្លក់មួយយកទៅភ្លឺស្ពឹកអណ្ដាតអស់ហើយបើម៉ែគិតថាឆ្ងាញ់កូននឹងយកវាទៅលក់ហើយថ្ងៃស្អែកឲ្យអ្នកចិត្តខាងជួយភ្លក់មើលសិនបើអ្នកគ្រប់គ្នាថាឆ្ងាញ់កូនសឹមយកទៅសាកលក់នៅទីផ្សារទៅនេះជារបស់ដែលឯងធ្វើរួចនឹងមែនទេម៉ែខ្ញុំភ្លក់ហើយគាត់ថាឆ្ងាញ់ណាស់ខ្ញុំចង់ឲ្យឯងភ្លក់ដែរជួយឲ្យយោបល់បន្តិចមកមើលទៅទំនងណាស់ក្លិនក៏ឈ្ងុយដែរឯងបានភ្លក់ខ្លួនឯងហើយនៅខ្ញុំញ៉ាំអស់2ចានហើយតែខ្ញុំខ្លាចមកពីខ្ញុំឃ្លានយូរពេកទើបញ៉ាំអីក៏ឆ្ងាញ់ក្រែងលោតែខ្ញុំញ៉ាំទៅឆ្ងាញ់តែអ្នកផ្សេងញ៉ាំទៅមិនឆ្ងាញ់បើអញ្ចឹងច្បាស់ជាខ្មាស់គេហើយយ៉ាងម៉េចហើយពីមកមើលសាំងតុងយ៉ាងម៉េចទៅហើយឆ្ងាញ់ឬក៏មិនឆ្ងាញ់ហ្នឹងឆ្ងាញ់ពិតជាឆ្ងាញ់ខ្លាំងណាស់មែនឬក៏លេងហ្នឹងឯងមិនមែនគ្រាន់តែនិយាយលួងចិត្តខ្ញុំឲ្យសប្បាយចិត្តទេដឹងសាំងតុងខ្ញុំមិនមែនលួងចិត្តឯងទេគឺពិតជាឆ្ងាញ់មែនរសជាតិបែបនេះខ្ញុំមិនដែលធ្លាប់ញ៉ាំពីមុនមកទេឯងប្រកាសទេខ្ញុំប្រកាសណាស់បើឯងយកទៅលក់ប្រកាសជាមានអ្នកទិញមិនខានគឺល្អហើយខ្ញុំស្មានតែឯងលួងចិត្តខ្ញុំតើឯងមើលខ្លួនឯងទៅខ្ញុំញ៉ាំចិត្តអស់មួយចានទៅហើយជឿខ្ញុំនៅជាហើយថ្ងៃក្រោយខ្ញុំនឹងធ្វើឲ្យឯងញ៉ាំញឹកញាប់ចុះឯងគិតថាយកទៅលក់នៅពេលណាដែរមួយថ្ងៃពីរថ្ងៃនេះនឹងចាប់ផ្ដើមហើយម៉ែភ្លក់ម្ដងទៀតមើលក៏ថាឆ្ងាញ់ដែរគេញ៉ាំអស់មួយចានរលីងអាហ្វាងពិតជាថាឆ្ងាញ់មែនទេគេថារសជាតិបែបនេះមិនដែលធ្លាប់ញ៉ាំតែវាពិតជាឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ណាស់បងឆ្ងាញ់ជាងសាច់របស់ម៉ែធ្វើទៅទៀតគឺពិតជាឆ្ងាញ់មែន